បាទទស្សនិកជនជាទីគោរពយើងបន្តទៅចាប់អារម្មណ៍ព័ត៌មានដែលឡែកមួយទៀតនិយាយអំពីក្រុមហ៊ុនជាង200មកពីប្រទេសជាង10បាទបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយនៅរាជធានីភ្នំពេញក្រុមហ៊ុនប្រមាណជាង200ក្រុមហ៊ុនមកពីបណ្ដាប្រទេសជាង10បានមកចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយនៅរាជធានីភ្នំពេញដោយផ្ដោតលើវិស័យកសិកម្មចិញ្ចឹមសត្វវារីវប្បកម្មសម្ផស្សឱសថវិទ្យាមន្ទីរពិសោធន៍ឧបករណ៍វិទ្យាសាស្ត្រអាហារនិងភេសជ្ជៈព្រឹត្តិការណ៍នេះត្រូវបានបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី17ខែកញ្ញាឆ្នាំ2025នេះនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រដោយមានការចូលរួមពីតំណាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្រសួងពាណិជ្ជកម្មនិងតំណាងមកពីសភាពាណិជ្ជកម្មកម្ពុជាផងដែរព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិនេះមានរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី17ដល់ថ្ងៃទី19ខែកញ្ញាឆ្នាំ2025ដោយមានអ្នកចូលរួមតាំងបង្ហាញផលិតផលនិងសេវាកម្មជាង200ក្រុមហ៊ុនមកពីប្រទេសជាង10ប្រទេសនិងតំបន់បាទលោកវិននីប្រធានគណៈកម្មការរៀបចំពិព័រណ៍និងជានាយកក្រុមហ៊ុន VEAS បានឲ្យដឹងថាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិមួយនេះនឹងជួយផ្សារភ្ជាប់រវាងអ្នកផលិតមកពីតំបន់ផ្សេងៗទៅកាន់អ្នកប្រើប្រាស់នៅកម្ពុជាហើយវាក៏បានជួយដល់វិស័យកសិកម្មចិញ្ចឹមសត្វសុខាភិបាលនៅកម្ពុជាបានមួយកម្រិតផងដែរតាមរយៈការនាំយកបច្ចេកវិទ្យាថ្មីៗបន្ថែមមកកាន់ទីផ្សារនៃប្រទេសកម្ពុជាលោករំពឹងថាស៊េរីពិព័រណ៍ពាណិជ្ជកម្មដ៏ធំនេះនឹងទទួលបានភ្ញៀវពាណិជ្ជកម្មជាង 3000 នាក់ពីទូទាំងប្រទេសកម្ពុជានិងប្រទេសនៅក្នុងតំបន់ចំណែកឯកឧត្តមបណ្ឌិតតាន់មនីវ៉ាន់អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថាការតាំងពិព័រណ៍នៅពេលនេះគឺរៀបចំឡើងស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដ៏សកម្មរបស់កម្ពុជានៅលើវិស័យកសិកម្មដែលជាឆ្អឹងខ្នងសំខាន់នៃសេដ្ឋកិច្ចជាតិជាមួយនឹងការរីកចម្រើនលើផលិតផលគ្រឿងសម្អាងឱសថស្ថានមន្ទីរពិសោធន៍ឧបករណ៍វិទ្យាសាស្ត្រចំណីអាហារនិងភេសជ្ជៈព្រមទាំងវិស័យចិញ្ចឹមសត្វនៅកម្ពុជាដែលកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរអាយដាមបណ្ឌិតក៏បានអំពាវនាវដល់អ្នកចូលរួមជាតិនិងអន្តរជាតិក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ដូចជាម្ចាស់អាជីវកម្មអ្នកវិនិយោគនិងអ្នកច្នៃប្រឌិតចូលចាប់យកឱកាសដ៏សំខាន់ក្នុងពិព័រណ៍នេះនាឱកាសនោះដែរអាយដាមវ៉ារុតសានរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានលើកឡើងបញ្ជាក់ដែរថាព្រឹត្តិការណ៍នេះពិតជាមានសារៈសំខាន់ណាស់ជាពិសេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជាវៀតណាមនិងបណ្ដាប្រទេសដែលបានចូលរួមទាំងអស់ដែលជាផ្នែកមួយក្នុងការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងស្មារតីលើកកម្ពស់មិត្តភាពដ៏រឹងមាំនិងស៊ីជម្រៅជាងមុនជាលំដាប់អាយដាមបានគូសបញ្ជាក់បន្ថែមថាស្ថានភាពវិស័យពាណិជ្ជកម្មរវាងកម្ពុជាវៀតណាមបច្ចុប្បន្នមានភាពល្អប្រសើរនិងប្រទាក់ក្រឡាគ្នាហើយបើយោងតាមរបាយការណ៍របស់នាយកដ្ឋានគយនិងរដ្ឋាភិបាលកម្ពុជាបើគិតត្រឹមរយៈពេល7ខែឆ្នាំ2025ទំហំពាណិជ្ជកម្មសរុបទ្វេភាគីមានចំនួនសរុប$4,947 លានសហរដ្ឋអាមេរិកមានកំណើនប្រមាណ 7.79% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2024ក្នុងនោះកម្ពុជានាំចេញទៅកាន់ប្រទេសវៀតណាមមានទំហំទឹកប្រាក់ប្រមាណ $2,434 លានអាមេរិកកើនឡើង 10.43% និងកម្ពុជានាំចូលពីវៀតណាមមានចំនួន$2,516 លានអាមេរិកកើនឡើងប្រមាណ 4.79%